ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះទឹកអំពៅប្រភេទក្បាលអនាម័យសុវត្ថិភាពចាប្រើជាមួយនឹងម៉ាស៊ីនកាច់សោដេណាហើយក្បាលសុវត្ថិភាពនេះដែរគឺយើងយកទៅប្រើដោយមិនចាំបាច់ភ័យព្រួយបារម្ភខ្លាចចូលដៃអីទេចាព្រោះដោយសារតែប្រឡោះរបស់វាហ្នឹងគឺប្រឡោះទូចយើងអាចសោកបានតែអំពៅទេចាហើយប្រភេទដើមទូចអីគឺយើងអាចដាក់បាន3ដើមអញ្ចឹងណាតោះឥឡូវយើងទៅមើលពីរបៀបប្រើម៉ាស៊ីននេះទាំងអស់គ្នាចាដំបូងឡើយគឺយើងបើកកុងតាក់ពណ៌សនឹងមកកដាលតិចមកហើយដុំកាច់សដេរបស់យើងគឺនៅខាងលើចាយើងកាច់តង់ទី1កាច់បើកកាច់តង់ទី2គឺកាច់ដេតែម្ដងចាចាបន្ទាប់ពីកាច់សោបិទហើយម៉ាស៊ីនហើយនឹងក្បាលគ្នារបស់យើងគឺបិទដំណើរការហើយចាឥឡូវយើងមកមើលពីខាងចំហៀងនេះទៅវិញចាគឺយើងមានប្រើទូកញ្ចក់2ជាន់បែបហ្នឹងចាហើយសម្រាប់អត្ថនេះដែរគឺភ្ញៀវរបស់យើងគាត់កំងយកទៅលក់ទឹកអំពៅកាហ្វេភេសជ្ជៈក៏ដូចជាបុកល្ហុងអីហ្នឹងចាគាត់មានលក់នៅក្នុងតេះទឹកអំពៅហ្នឹងដែរណាទូកញ្ចក់ខាងក្រោមគឺយើងអាចដាក់អំពៅខាងលើយើងអាចដាក់គ្រឿងភេសជ្ជៈបានចាខាងក្រោយនេះគឺយើងអាចដាក់គ្រឿងបន្លែបុកល្ហុងអីរបស់គាត់នឹងបានច្រើនមែនតែនចាគាត់តមកខាងក្រោយបន្តិចហ្នឹងដើម្បីដាក់ត្បាល់ដាក់អីបុកល្ហុងចឹងទៅចាតោះឥឡូវយើងទៅមើលខាងក្នុងបន្តិចទៀតទៅចាខាងក្នុងក៏យើងមានបន្លោះមានអីដាក់ធុងតកកដូចតែយើងរត់ដងអញ្ចឹងចាហើយខាងក្នុងនោះក៏មានជើងមួយសម្រាប់ដាក់អាគុយដែរចាហើយសម្រាប់ការរៀបចំអតេះទឹកអំពៅមួយឈុតដែលខាងយើងរៀបឲ្យគឺមានថែមជូននៅធុងតកក40លីត្រមួយកាតូសម្រាប់ត្រង់ទឹកអំពៅចំណុះ8លីត្រមួយហើយនឹងតាយ៉ូមួយខ្សែផងដែរចានិយាយរួមទៅគឺបងប្អូនទាំងអស់គ្នាកំងតាមមួយឈុតនឹងយកទៅដល់គឺទិញអំពៅសក់លក់តែម្ដងចាអត់មាននៅរៀបចំអីអញ្ញៃអីទៀតទេគឺខាងយើងបានរៀបចំឲ្យរួចរាល់មកស្អាតតែម្ដងចាដូចបងប្រុសនៅក្នុងវីដេអូនឹងអញ្ចឹងគឺគាត់កំងយកទាំងម៉ូតូនិងរទេះតែម្ដងចាយកទៅដល់គឺដឹងតែទិញអំពៅសក់លក់តែម្ដងចាហើយឥឡូវហ្នឹងវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងទេចាក៏អរគុណច្រើនចំពោះការជឿជាក់និងគាំទ្រមកលើ page មេហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ